បាទបងខាងផ្សារការ3ខេត្តកញ្ចេះថ្ងៃទី16គាត់យកមកឈុតហើយនឹងកបិតនេះមកគូគាត់ថែមខាងក្រៅហើយឥឡូវថ្ងៃទី18គាត់ថាគាត់ប្រើស្រួលឥឡូវអ្នកចិត្តខាងរបស់គាត់សុំទិញដែរអញ្ចឹងគាត់ទិញជើងទី2ឈុតណាម្សិលមួយថ្ងៃហ្នឹងថ្ងៃទី16គាត់យកទៅមួយឈុតហើយថ្ងៃនេះថ្ងៃទី18គាត់សុំយក2ឈុតហើយថែមនេះមកគូទៀតបាទនេះបងប្អូនអ្នកចិត្តខាងគាត់ដោយសារឃើញគាត់យកទៅមកគ្រាប់ថ្ងៃមុនហ្នឹងប្រើស្រួលបាទអញ្ចឹងរៀបចំជូនគាត់ហើយជំរាបជូនបងប្អូនមួយសារទៀតណាបញ្ជាក់ទៀតជាវៀងបងប្អូនយើងមានការយល់ច្រឡំជាមួយកបិតសេរីថ្មីហើយសេរីចាស់សេរីថ្មីនេះយើងលក់មកគ្រាប់មួយឈុតចេះណា$18ហើយបើបងប្អូនថែមអានេះខាងក្រៅ$5មកគូណាហើយសេវាខាងបងប្អូនសេវាតែ$6000រៀលទេតែបើជាអតិជនចាស់ដូចបងនេះគាត់យកថ្ងៃមុនមកគ្រាប់ហើយឥឡូវគាត់ទិញថែម2ឈុតទៀតអាហ្នឹងយើងអត់គិតសេវាទេ free ជូនគាត់ទៅបាទអញ្ចឹងកូនកបិតនេះយើងអត់អាចលក់$3ដូចកូនកបិតសេរីចាស់បានទេបងប្អូនដោយសារវាអានេះវាគុណភាពវាខ្ពស់ជាងហើយតម្លៃវាថ្លៃនេះបងប្អូនឃើញមុខវាលាតទេអាកបិតសេរីចាស់របស់យើងអត់មានលាតអញ្ចឹងទេហើយអត់មាន brand អញ្ចឹងទេណាហើយរៀងធ្ងន់ជាងនេះរៀងធ្ងន់ជាងអានេះបាទហើយមុខរបស់វារៀងកឆេតកឆោតអាហ្នឹងសេរីចាស់យើងលក់មកគូតែ$3ទេប៉ុន្តែអានេះមកគូ$5ណាវាស្អាតជាងមុនហើយសែលនេះនេះសែលមែនតើហើយមុខរបស់វាលាតមុតល្អប្រភេទដែកល្អណាអាហ្នឹងតម្លៃវាថ្លៃហើយអានេះយើងដឹកមកពីថៃណាបងប្អូនបាទពីថៃសាមុនវាដាក់កន្លែងនេះដាក់ made in England បាទប៉ុន្តែយើងយកជើងក្រោយនេះវាដាក់ made in Thailand ប៉ុន្តែដូចគ្នាបែបបិទខុសតែអក្សរកន្លែងនេះទេអញ្ចឹងយើងដឹងថាវា made នៅណាពិតប្រាកដទេបាទតែអត់បញ្ហាឲ្យតែសាច់ខាងក្នុងដូចគ្នាណាបាទគឺនេះបងប្អូនឃើញមុខរបស់វាមុតល្អណាហើយឈុតនេះវា$46បងប្អូនណាអានេះគឺ236សុំទោស$41 236អានេះមកគូទៀត$41រៀល free សេវាជូនគាត់ដោយសារគាត់អតិថិជនចាស់ណាគាត់កំង2ជើងអញ្ចឹងវាចូល3គ្រាប់អាហ្នឹងអញ្ចឹងបងប្អូនចង់បាននៅតែបន្តកំងបានណាយើងនៅតែមានជាបន្តរហូតបាទក្នុងខែភ្លៀងហ្នឹងទៅបានណាក្បិតហ្នឹងណាបាទអញ្ចឹងអានេះសារៈសំខាន់មកវាយើងកាត់ទៅវាអត់ដាច់តំណាំទេដោយថាតំណាំយើងដូចថាដបទឹកនេះចុះដបទឹកនេះជាដើមតរ៉េនរបស់យើងណាយើងឧទាហរណ៍ដើមចេកនេះជាដើមតរ៉េនសំទោសដបទឹកនេះជាដើមតរ៉េនអញ្ចឹងយើងអត់បាញ់ថ្នាំគៀកដើមតរ៉េនបានទេខ្លាចវាអន់ដើមតរ៉េនហើយបើយើងកាត់ក្បិតធម្មតាវាអាចប៉ះលបុះតរ៉េនរបស់យើងឬអាចដាច់បើដើមតរ៉េនយើងតូចប៉ុនមេដៃមេជើងគឺដាច់ដើមតរ៉េននឹងតែម្ដងណាបើសិនជាដើមតរ៉េនយើងធំប៉ុណ្ណេះក៏អាចនឹងហានិភ័យអាចស៊ីដល់ប៉ុណ្នេះដែរក្បិតធម្មតាបើជ្រុលដៃណាតែបើក្បិតនេះគឺវាអត់ទេណាយើងកាត់ចេះឃើញទេអញ្ចឹងកូនក្បិតតូចនេះវាស៊ីស្មៅខាងក្រោមនេះស៊ីឲ្យស្អាតទៅដល់ដីណាឲ្យស្អាតដល់ដីជ្រះដល់ដីហើយអានេះគឺផ្ដាច់លើណាអានេះផ្ដាច់លើអានេះជំនះស្អាតដល់ដីនេះបាទអញ្ចឹងគេស្រួលប្រើប្រាស់ការពារតំណាំរបស់យើងគៀកតំណាំចេះបើសិនជាដីលាតណាក្នុងករណីដីលាតបងប្អូនប្រើក្បិតធម្មតាក៏បានដែរដីអត់មានតំណាំហើយកន្លែងណាដែលគៀកតំណាំយើងម្លងចោលទៅណាភាសាអង់គ្លេសហៅថា skip ចោលទៅហើយចាប់ផ្ដើមយើងដាក់ក្បិតនេះយើងកាត់កលឹងគល់តំណាំអញ្ចឹងឬក៏ទៅយកទឹកណាឧបមាថានេះទៅយកទឹកយើងបញ្ឈរតាមចកាហ្នឹងទុកសាច់ទឹកបាញ់ដាក់តំណាំណាអញ្ចឹងយើងយកក្បិតធម្មតាទៅកាប់វាដាច់ទៅយកទឹកអញ្ចឹងពិបាកណាពិបាកតឡើងវិញអញ្ចឹងក្បិតនេះគឺអត់ទេថាទៅយកទឹកអញ្ចឹងយើងកាត់ចេះបានណាបាទហើយរបៀបកាត់គឺបងប្អូនផ្អៀងវិញចេះណាផ្អៀងវិញចេះអត់ដាក់ស្មាទេដាក់ស្មាចេះពិបាកវាកាត់ទៅអត់សូវនេះទេវាអត់សូវដាច់ទេវានេះវាតឹងម៉ាស៊ីនអញ្ចឹងយើងកាត់យើងផ្អៀងចេះបងប្អូនឃើញទេយើងផ្អៀងចេះយើងកាត់ចេះឲ្យស៊ីចុងកាត់ចេះហ៎បើសិនជាបងប្អូនដាក់ស្មៅចឹងករណីស្មៅក្រាស់វាអាចអ៊ូលណាវាអត់ស្អាតទេអាហ្នឹងទៅលើបច្ចេកទេសនៃការប្រើបងប្អូនយកទៅ
រៀនប្រើវាតិចទៅព្រោះវាជារបស់ថ្មីយើងអត់ដែរកាន់អញ្ចឹងការកាន់ដំបងវាឆ្កងតែយូរទៅយើងស្ទាត់ជំនាញគឺយើងងាយស្រួលប្រើហើយបាទអញ្ចឹងនេះជាកូនកបិតរបស់វាកូនកបិតនេះកូនកបិតខាងក្រោមហើយនេះប្រភេទថែបណាបងប្អូនខ្ចៅនេះប្រភេទថែបហើយនេះគឺយើងរត់រួចរាល់អស់ហើយបាទសើយើងទុកសើវាប៉ុណ្ណឹងប្រភេទថែបហ្នឹងគឺវាល្អវាអត់ដាច់ទេបងប្អូនប្រើដោយទំនុកចិត្តណាអត់ខ្លាចវាដាច់បឡុងទេហើយអានេះយើងស្លាប់2តង់អញ្ចឹងវាអត់ភ័យរឿងរបូតទៅវិញទេបាទនេះឃើញទេអានេះ1តង់ហើយអានេះយើងរត់1តង់ទៀតណាយើងរត់មមជាប់យកបដ ாய் បាទរត់មកតឹងយកបដ ாய் ណាបាទអញ្ចឹងបងប្អូនយកទៅដាក់លើម៉ាស៊ីនប្រើបានតែម្ដងអត់ភ័យរឿងរបូតអត់ភ័យរឿងដាច់នោះទេបាទអញ្ចឹងអរគុណច្រើនបងប្អូនណាបាទអរគុណ